វគ្គប្រាច់ព្រាត់ពីរង្វាន់ FIFA World Cup បានរកឃើញហើយពីក្រុមដែលឡើងមកគឺអេស្ប៉ាញជាមួយនឹងអាសង់ទីនសម្រាប់ប្រវត្តិបាល់ទាត់រវាងអេស្ប៉ាញជាមួយនឹងអាសង់ទីនគឺធ្លាប់ប៉ះគ្នារហូតដល់ទៅ14ដងឈ្នះ6ដងដូចគ្នាហើយស្មើ2ដងចំណែកឯប្រវត្តិប៉ះគ្នា World Cup វិញធ្លាប់ប៉ះគ្នាបានតែម្ដងគត់នៅឆ្នាំ1996នៅវគ្គ Group Stage ដោយពេលនោះអាសង់ទីនឈ្នះអេស្ប៉ាញក្នុងលទ្ធផល2-1សម្រាប់ទម្រង់លេងរបស់អេស្ប៉ាញជាមួយនឹងអាសង់ទីននៅ World Cup 2026នេះខ្ញុំគិតថាអេស្ប៉ាញរៀងមានប្រៀបជាងបន្តិចដោយសារតែទម្រង់លេងរបស់អេស្ប៉ាញគឺល្អតាំងពីក្រោមរហូតដល់លើចំណែកអាសង់ទីនក៏ល្អដែរក៏ប៉ុន្តែស្ទើរក្រោមបន្តិចហើយការប្រកួតរបស់អេស្ប៉ាញគឺឆ្លងកាត់សុទ្ធតែជាក្រុមធំតាំងពីវគ្គ16ក្រុមឡើងមកដូចជា16ក្រុមប៉ះជាមួយនឹងប៉ូទុយហ្គាល់ឈ្នះ 1-0 8ក្រុមប៉ះជាមួយនឹងបេសិកឈ្នះ 2-1 និង4ក្រុមប៉ះជាមួយនឹងបារាំងឈ្នះ 2-0 ចំណែកអាសង់ទីនវិញឡើងមកប៉ះក្រុមល្មមទេក៏ប៉ុន្តែរៀងរោករាក់បន្តិចដូចជាការ16ក្រុមប៉ះជាមួយនឹងអេស៊ីបស៊ី 2-0 មុនចុងម៉ោងទើបដាក់3គ្រាប់វិញឡើងមកកាន់វគ្គ8ក្រុមចុងក្រោយឡើងវគ្គ8ក្រុមប៉ះជាមួយនឹងស្វីសមួយស្មើរហូតដល់ចាប់តាំងទី2ទាំងដែលស្វីសបាត់បង់កីឡាករមួយកាត់ក្រហមហើយតតែ15នាទី2ដងទើបអាសង់ទីនអាចឈ្នះស្វីសក្នុងលទ្ធផល3-1បន្ទាប់មកប៉ះជាមួយនឹងអង់គ្លេសនៅវគ្គពាក់កណ្ដាលប្រាច់ព្រាត់អង់គ្លេសនាំមុខ 1-0 ទៀតតទៅនាទីទី85ទើបតាមស្មើវិញហើយ93ទើបតលាក់អង់គ្លេសចេញពីវគ្គពាក់កណ្ដាលប្រាច់ព្រាត់ឡើងមកកាន់វគ្គប្រាច់ព្រាត់ចឹងដំណើរឡើងមកកាន់វគ្គប្រាច់ព្រាត់នេះអាសង់ទីនរៀងរោករាក់ជាងអេស្ប៉ាញបន្តិចអត់ដូចអេស្ប៉ាញទេគេលេងគឺទម្លាក់ម្ដងមួយសុទ្ធតែក្រុមខ្លាំងឡើងមកកាន់វគ្គប្រាច់ព្រាត់នេះហើយការប៉ះគ្នាលើកនេះខ្ញុំគិតថាអេស្ប៉ាញមានប្រៀបជាងអាសង់ទីនបន្តិចដូច្នេះរងចាំមើលទាំងអស់គ្នាថាតើអាសង់ទីនអាចការពារតំណែងជើងឯករបស់ខ្លួនដោយលើកពីនលើកទី4នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនបានដែរឬទេឬក៏ត្រូវអេស្ប៉ាញផ្ដួលនៅវគ្គផ្ដាច់ព្រាត់នេះហើយលើកពីនរង្វាន់ FIFA World Cup ជាលើកទី2ក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់អេស្ប៉ាញសម្រាប់ខ្ញុំវិញពីនរង្វាន់នេះរវាងអេស្ប៉ាញជាមួយអាសង់ទីនខ្ញុំគិតថាអេស្ប៉ាញនឹងលើកពីន FIFA World Cup 2026នេះចុះចំពោះបងប្អូនវិញគិតយ៉ាងណាដែរសូមខមមិននៅខាងក្រោម